បាទសូមអនុញ្ញាតជម្រាបសួរដល់ពុកម៉ែបងប្អូនជាទីនៅរលឹកបាទជួបគ្នាសាជាថ្មីនៅវីដេអូថ្មីបាទ channel ថ្មីដែលខ្ញុំបានលើកយកនៅរឿងរ៉ាវពីអតីតកាលរឿងហល់តិចដែលសាញ៉ាំបុកឡងមិញមកបង្ហាញចែកជូនដល់បងប្អូននៅចំណុចពិសេសក៏ដូចជាការឃើញនៅប្រធានភាពដែលថាល្អបាទគុណភាពថាកម្ររកបានបាទតើតើនឹងវិស័យភាពយន្តតើតើនឹងវរៈជនល្បីៗរបស់កម្ពុជាពីអតីតកាលមកទល់នឹងបច្ចុប្បន្ននេះបាទអញ្ចឹងខ្ញុំមកថ្ងៃនេះគឺខ្ញុំសូមរំលឹកអនុស្សាវរីយ៍មួយតើតើទៅនឹងរឿងដែលពុកម៉ែបងប្អូនភាគតិចបានទស្សនាហើយភាគច្រើនមិនបានទស្សនានៅក្នុងអំឡុងឆ្នាំ2000រឿងនេះដូចជាខ្ទង់2005 2004អាចទៅដល់2006អំឡុងពេលហ្នឹងគឺរឿងបាទរឿងគេបាទនេះគឺរឿងនេសាទកពើបាទប៉ុន្តែគាត់ថាតើពុកម៉ែបងប្អូនដឹងថាអ្នកណាជាអ្នកនិពន្ធនេះរឿងជាអ្នកដឹកនាំហ៎បាទចឹងរឿងនេះគឺខ្ញុំសូមជម្រាបពុកម៉ែបងប្អូនដែលខ្លះក៏គាត់មិនទាន់ដឹងខ្លះក៏គាត់បានដឹងបាទគឺលោកម៉ៅអាយុទ្ធបាទចឹងលោកម៉ៅអាយុទ្ធគឺលោកគឺជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញខ្មែរម្នាក់តាំងពីជំនាន់សង្គមរាស្ត្រនិយមបាទសម័យសាធារណរដ្ឋហើយនឹងក៏មកដល់នឹងសម័យប្រជាមានិតកម្ពុជាមកទល់នឹងបច្ចុប្បន្នដែលគាត់បានទទួលមរណភាពនៅឆ្នាំ2021ដោយសារជំងឺ Covid-19 បាទអញ្ចឹងស្នាដៃរបស់លោកក៏មានច្រើនរឿងនេសាទកពើគឺហើយមួយទៀតនោះគឺផ្លេចបាទគឺរឿងបាទខ្ញុំដាក់នៅក្នុងមួយទៀតគឺរឿងលួងព្រះស្ដេចកនក៏ជាស្នាដៃរបស់លោកដែរបាទហើយមិនបាត់ទៀតលួងព្រះស្ដេចកនបាទដែលចំណាយពេលថត2ឆ្នាំបាទ2016ដល់17បានចប់រឿងនេះបាទចាខ្ញុំនឹងដាក់ view ឲ្យមើលបាទរឿងនេះចាឥឡូវយើងទៅមើលទីសិនបាទចាខ្ញុំនឹងនិយាយរាយរាប់ប្រាប់បន្តិចដោយបានជាបង្អែមលៀងមាត់នៅក្នុងសាច់រឿងនេះក៏ដូចជានៅក្នុងប្រធានបទនេះប្រវត្តិសាស្ត្រខ្មែរអំឡុងពុទ្ធសករាជ2052គ្រិស្តសករាជ1508មានចលនាតទីមួយកើតឡើងស្នេហាមួយហូរណាស់ព្រះរាជានិងស្រីសនារីស្រស់ស្អាតបានដាក់ពលព្រះដុំថ្មខ្លាយជាដុំពេជ្រពីវណ្ណៈពលព្រះទួយទាបក្នុងសង្គមខ្លាយជាស្នងឯងរឿងដែលមិនធម្មតាវានឹងមិនធម្មតានៅពេលថ្ងៃណាមួយនោះអាចកំបាំងអាចសេរីពឹងនៃមនុស្សមួយក្រុមនេះពោពេញដោយល្បិចពឹកពុលពីស្រន់ស្រាវអបាយកលក្នុងល្បិចនៃសអអក្រិតជួជារបស់ពេជ្រជ័យហោរាឬតើក្នុងនេះវណ្ណៈពលព្រះត្រូវសម្រេចចិត្តបែបណាចូលបានឯងទៅទិញបូនចុះដើម្បីយុត្តិធម៌ការរើបំរាស់ប្រយុទ្ធលើសមរភូមិមិនអាចគិតផុតចលនាគ្រប់គ្រងអស់គូវណ្ណៈអំពីក្នុងត្រូវបានកើតឡើងល្បិចយុទ្ធសាស្ត្រកូនអុកចុងក្រោយឯងដឹងហើយឯងដឹងហើយនិយាយទៅរឿងគាត់ដំណំមួយគឺល្អមែនតើបាទតាក់ទងនឹងសាច់រឿងក៏ដូចជាបច្ចេកទេសបាទគឺល្អណាស់បាទទទួលបានពានបាទលេខ1នៅក្នុង
ឆ្នាំ2006 2005ហ្នឹងគឺរឿងនេះរឿងនេសាទក្រពើនឹងឯងគឺសមសារឿងគាត់ខ្លាំងមែនតើបាទហើយរឿងលួងប្រស្រ័យកនេះគឺគាត់ដឹកនាំសម្ដែងដឹកនាំថតគឺមិនធម្មតាណាបាទគឺល្អមែនតើបាទហើយរឿងមួយទៀតគឺរឿងកាឡេះឡើងនិយាយពីរឿងរបស់គាត់សិនរឿងកាឡេះហ្នឹងក៏ឆ្នាំ2010ក៏ជារឿងរបស់គាត់ដែរបាទគាត់ថាបានដូចជាមួយណាចេះបានឈ្មោះកាឡេះបាទរឿងរបស់គាត់គាត់ថាបានទទួលជ័យលាភីណាបាទរឿងលួងប្រស្រ័យកូននិងរឿងនេសាទក្រពើបាទអញ្ចឹងរឿងនេសាទក្រពើយើងមើលបន្តិចទៅគឺទឹកដៃមិនធម្មតាបាទគឺបានរហូតដល់តលិនមិនទាន់ចេញឲ្យបានមើលទៀតបាទគឺរឿងនេះគឺពិតជាអាចកំបាំងមែនទែនបាទមិនដឹងថាវាយ៉ាងណាទេដឹងតែថាល្បីល្បាញបាទហើយក៏មិនបានបង្ហាញឲ្យយើងមើលដែរបាទដល់យើងមើល trailer តិចមើលបាទអ្វីដែលយើងរបស់គ្នាកំពុងរស់សន្ធឹកផ្លែដាសង្គ្រាមបេះដូងជាមួយគំពូតារាចម្រៀងពេញនិយមព្រៀបសូបាក្នុងខ្សែភាពយន្តរឿងនេសាទក្រពើនេសាទសម្រាប់ខ្លួនមកយើងឲ្យកូនចៅតាមចិត្តវាធ្វើឲ្យគេគ្រប់គ្នាខ្លាចរអាគេគ្រប់គ្នារកស៊ីនេសាទត្រីខ្លួនទៅរកស៊ីនេសាទក្រពើតែគុណធម៌ឆ្លេះទុកវាក៏អត់ប្រយោជន៍ដែរបានធ្វើឲ្យមនុស្សម្នាក់ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងនេះជាលើកទី1ហើយដែលឯងធ្វើពុកខកចិត្តអត់ខ្ញុំសុខទោះក្នុងពុកខ្ញុំមិនរំសាកទេខ្ញុំមិនធ្វើអ្វីៗអត់ដើម្បីពុកឯងស្រឡាញ់សល់កូនអញបងស្រឡាញ់សល់ឯងត្រូវគិតថាពេលនេះអញជាសត្រូវរបស់ឯងសន្ធឹកផ្លែដាសង្គ្រាមបេះដូងជាមួយគំពូតារាចម្រៀងពេញនិយមព្រៀបសូបាក្នុងខ្សែភាពយន្តរឿងនេសាទក្រពើនិយាយទៅរឿងលួងប្រស្រ័យកូននេះមិញនេះសម្លេងបញ្ចូលទៅដល់លោកថៅមនីដែលលោកពុកម៉ែបងប្អូនបានជ្រាបបានស្គាល់ហើយថាលោកជាអ្នកបញ្ចូល sport ពាណិជ្ជកម្មបាទក៏ដូចជារឿងបាទពីកន្លងមកជាច្រើនហើយល្បីល្បាញមកទល់បច្ចុប្បន្ននេះបាទគឺដូចខ្ញុំតាមចាំគឺនៅក្នុងស្ថានីយ៍ទូរទស្សន៍ជាតិប៉ូលី5ហ្នឹងក៏មានលោកថៅមនីបញ្ចូលសម្លេងនឹងច្រើនដែរបាទមិនដឹងថាច្រើនប៉ុណ្ណាខ្ញុំអត់ដឹងដែរប៉ុន្តែថាគាត់ដែរលើវិថីនេះគឺច្រើនណាស់បាទហើយទាក់ទងនឹង sport ដែរសម្លេងគាត់ intro ដំបូងបាទ in the voice Cambodia ឧទាហរណ៍ទៅគឺពុកម៉ែបងធ្លាប់បានលើសម្លេងគាត់បាទអញ្ចឹងលួងប្រស្រ័យគាត់ហ្នឹងក៏សម្លេងគាត់ហើយនេសាទក្រពើហ្នឹងក៏សម្លេងគាត់ដែរតែមួយបាទហើយល្បីល្បាញគ្នារឿងពីរហ្នឹងបាទអញ្ចឹងគឺរឿងនេះគឺបាទថាវាល្អអត់ខ្ចោះដូចគ្នាណាបាទអញ្ចឹងលើកយើងមើលទៅប្រវត្តិរបស់លោកម៉ាក់អាយុបន្តិចបាទតើទៅក្នុងការនិពន្ធរឿងនិពន្ធចម្រៀងបាទដឹកនាំសម្ដែងនៅក្នុងវិស័យនេះគឺលោកបានបម្រើបានច្រើនណាស់បាទអញ្ចឹងខ្ញុំសង្ខេបទេបាទគឺលោកម៉ាក់អាយុគឺគាត់បានទទួលមរណភាពហើយកាលពីឆ្នាំ2021កន្លងទៅនេះបាទដោយជំងឺ COVID-19 បាទអញ្ចឹងដោយសារតែលោកជាប់ចិត្តបាទទៅមាននិស័យក៏ដូចជាបានចូលចាប់ក្នុងវិស័យនិពន្ធចម្រៀងនិពន្ធរឿងដឹកនាំសម្ដែងនេះគឺលោកត្រូវជាក្មួយរបស់លោកពៅស៊ីផូដែលជាកវីនិពន្ធដ៏ល្បីល្បាញម្នាក់នៅក្នុងសម័យសង្គមរាស្ត្រនិយមបាទក្នុងសម័យសាធារណរដ្ឋខ្មែរបាទអញ្ចឹងគឺហើយលោកពៅស៊ីផូត្រូវដូចថាគាត់ដូចជាធ្លាប់ថាធ្លាប់ដងទឹកដងអីឲ្យលោកតាសនិសមុទ្រដើម្បីត្រាំទឹកដើម្បីច្រៀងឲ្យមានសម្លេងក្រអ៊ុនក្រអៅណាបាទអញ្ចឹងក៏គាត់នៅជាមួយលោកពៅស៊ីផូទៅមកនៅស្នាក់រៀននៅភ្នំពេញហើយក៏បានមកនៅផ្ទះខាងអ៊ីនៅខាងភ្នំពេញហ្នឹងក៏មកនៅថាជាមួយលោកពៅស៊ីផូណាហើយក៏លោកពៅស៊ីផូឲ្យរៀបចំឯកសារឲ្យវាអត្ថបទឲ្យអញ្ចឹងទៅក៏គាត់ចាប់ចិត្តបាទមានអារម្មណ៍ទំនោរទៅដល់ខាងវិស័យតែនិពន្ធនឹងតែម្ដងចៅពេលនោះមកបាទហើយក៏បានលេចឡើងរូបរាងមកបាទតាំងពីពេលនោះមកបាទគឺគាត់ទៅរៀនទៅអីបានទៅសិក្សាបន្ថែមនៅបរទេសអីរៀនតាក់ទងនឹងផ្នែកហៅថាផលិតករកម្មវិធីផលិតករចម្រៀងរៀបចំកម្មវិធីហ្នឹងទៅបាទហើយគាត់បានទុកនៅស្នាដៃជាច្រើនដូចជារឿងជាច្រើនបាទលើរឿងអាននេះបាទដូចជាវិស័យភាពយន្តដូចជារឿងស្រមោលអបមានគល់នៅឆ្នាំ1971ដល់72បាទបិទភ្នែកហែកទ្រូងឆ្នាំ1973នៅក្នុងផលិតកម្មបូពីបាទចិត្តចងចាំថតនៅអំឡុងឆ្នាំ1988ដល់89របស់នាយកដ្ឋានភាពយន្តបាទចុងស្រល់ឆ្នាំ1990គត់បាទឆ្អឹងអណ្ដែតថតនៅអំឡុងឆ្នាំ1991ដល់91ណា
បាទរបស់នាយកដ្ឋានភាពយន្តបាទរឿងក្លិនដែលរសាយឆ្នាំ1991និងរឿងអណ្ដាតដោះឆ្អឹងជាអ្នកដឹកនាំនិងកែសម្រួលក្នុងផលិតកម្មបន្ទាយភាពយន្តឆ្នាំ1992និងសម្លេងជួងបានដឹងការបរិឆេទរឿងជើងមេឃដាច់ត្រយ៉ាលឆ្នាំ1992បាទរឿងសម្លេងចុងក្រោយឆ្នាំ1992បាទរឿងនេសាទក្រពើទទួលបានពានមាសចំណាត់ថ្នាក់លេខ1ក្នុងមហោស្រពភាពយន្តវីដេអូជាតិទី2ឆ្នាំ2005ឯកសារខ្លះថាឆ្នាំ2006បាទរឿងកាឡេសឆ្នាំ2010ណាដែលខ្ញុំនិយាយមិញអត់ទាន់ឃើញមែនហ្នឹងបាទនឹងរឿងលួងប្រស្ដេចកនបាទដែលបានចំណាយពេលថត2ឆ្នាំ2005ដល់17បាទហើយនឹងរឿងផ្សេងទៀតតកតងនឹងវិស័យកំណាព្យអីនេះបាទដូចជាបងប្អូនធ្លាប់ឬមើលរឿងគាត់និពន្ធច្រើនថានេះសម្លេងសាឌីវទទួលជ័យលាភីតែនិពន្ធក្របខ័ណ្ឌអាស៊ាន2006វាលស្រែវាស្រូវបាទស្ទឹងកគីឬស្ទឹងសម្ងាត់ហ្នឹងរបស់ផលិតកម្មកោវត្តបាទបត់កំណែនស្នេហ៍ក្នុងរឿងភ្លុំភ្លើងស្នេហាជ្រៀងដោយអ្នកស្រីហួយមាសបាទកំណាប់និយាយលុយបាទរឿងនេះឆ្នាំកៅជាងបាទដកស្រង់ពីរឿងស្រមោលអពមង្គលបាទនិពន្ធទំនុកច្រៀងលាហៅស្នេហាជ្រៀងដោយអ្នកស្រីហួយមាសបាទនិពន្ធទំនុកច្រៀងបទវិបដិសេរីសម្ផស្សភួងជ្រៀងដោយអ្នកស្រីហួយមាសនិងបទចម្រៀងជាច្រើនទៀតវិស័យចម្រៀងវិស័យរឿងគាត់ក្លិនរឿងគាត់ល្អមើលដូចជាអណាត់ដោះឆ្អឹងអីគឺល្អមើលហ្នឹងខ្ញុំធ្លាប់មើលកាលពីឆ្នាំ92ដូចជាសម្ដែងដោយលោកខៃប្រសិទ្ធហើយជាមួយនឹងអ្នកស្រីអីទេមួយទៀតនឹងផ្លេចទេបាទល្អមើលរឿងអណាត់ដោះឆ្អឹងជាមួយនឹងសាក់វាយតិចមើលអណាត់ដោះឆ្អឹងបាទរឿងហ្នឹងល្អមើលតាបាទអណាត់ដោះឆ្អឹងរឿងល្អមើលបាទសូមអាសាមែនបាទចាំវីដេអូក្រោយខ្ញុំរំលឹកពីរឿងហ្នឹងបាទបងប្អូនចូលមើលដឹងថាល្អមើលហ្មងនេះ92ណាអើគេបន្ទោខ្ញុំចាស់រឿងធម្មតាបាទរឿងនេះជាមួយខ្ញុំនឹងនិយាយរឿងហ្នឹងវគ្គក្រោយណាឥឡូវតែកុំឲ្យច្រើនប្រធានបទពេកណាបាទអញ្ចឹងយើងងាកទៅប្រវត្តិរូបសង្ខេបគាត់បន្តិចដោយសារប្រវត្តិរូបសង្ខេបរបស់គាត់គឺមិនសូវមានបងប្អូនណាបាទដែលគាត់បានធ្វើក្នុងក្រុមតោកអ្នកនិពន្ធក៏ដូចជាអ្នករៀបចំកម្មវិធីណាមួយបានក្រុមតោកច្រើននោះទេបាទអញ្ចឹងមានតែប៉ុណ្ណេះទេបាទគឺតកតងនឹងប្រវត្តិរូបរបស់គាត់គឺមានប៉ុណ្ណឹងបាទគាត់បានធ្វើមរណភាពនៅឆ្នាំ2021ដោយជំងឺ Covid បាទហើយគាត់បានកើតនៅឆ្នាំ1944បាទនៅភូមិអូឡេងឃុំព្រែករំដេងស្រុកស្រីសន្ធរខាងខេត្តកំពង់ចាមដែរបាទតែគាត់នៅខាងហ្នឹងណាបាទខ្ញុំអត់បានអានជូនទេដើម្បីកុំឲ្យវីដេអូវែងបាទអញ្ចឹងគឺមានតែប៉ុណ្ណឹងបាទតកតងនឹងប្រវត្តិរូបសង្ខេបរបស់គាត់គឺខ្ញុំនឹងធ្វើនៅក្រៅទៀតបាទអញ្ចឹងប៉ុណ្ណឹងទេគឺសង្ខេបវិញគឺរឿងនេសាទអំពើលួងប្រស្ដេចកនបាទនិងជីវប្រវត្តិសង្ខេបខ្លះៗរបស់លោកម៉ៅអាយុទ្ធបាទអញ្ចឹងគឺបុកថ្ងៃបងប្អូនបានដឹងជាបន្តបន្ទាប់នៅរាល់ដែលលោកពុកម៉ែបងប្អូនមិនទាន់ដឹងណាគឺអញ្ចឹងនឹងដឹងហើយតែបានដឹងហើយគឺមិនអីទេបាទនឹងដឹងបន្ថែមទៀតចុះបាទអញ្ចឹងខ្ញុំតរំលឹកបាទនិយាយថាកកកាយរំលើងបាទកោះរំលើងនៅរឿងរ៉ាវពីអតីតកាលបាទតកតងនឹងវិស័យភាពយន្តរបស់កម្ពុជាបាទវរៈជនល្បីបាទដែលបានរស់រានមានជីវិតទល់បច្ចុប្បន្នក៏ជាបានទទួលមរណកាលទៅបាទអញ្ចឹងសូមអរគុណច្រើនបាទជួបគ្នានៅវីដេអូថ្មីជាបន្តទៀតបាទសូមអរគុណច្រើនបាទសូមជូនពរសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចបាទសូមអរគុណសូមជម្រាបលា